អ្នកទៅរៀន14ថ្ងៃកូនណាបានទៅរៀន14ថ្ងៃខ្លះអត់ទាន់បានទៅរៀនវាយក្នុង YouTube 14ថ្ងៃផ្លាស់ប្ដូរជីវិតអាហ្នឹងគឺជាចណ្ដាលកម្មទី1កម្មទី1នៃការផ្លាស់ប្ដូរជីវិតនៃការស្រូបទាញលុយក្នុងរូបរាងដដែលក្នុងស្អីគេចំណេះដឹងដដែលដែលបានទៅរៀនអីថែមមិនទៅរៀនបែបអូត្រូវមានលុយទៅតរៀនអីអត់គ្រាន់តែរៀនច្បាប់ស្រូបទាញចាអញ្ចឹងគឺខ្ញុំប្រើច្បាប់អស់ទាំងនឹងឲ្យជាប្រយោជន៍ឲ្យដូចមនុស្សលំដាប់ពិភពលោកចាចឹងបងប្អូននឹងមិនអត់ធ្វើមិននិយាយបែបម៉េចឲ្យខ្លាចជាភាសាដែលជាភាសាស្រូបទាញលុយបានបងប្អូនគិតបែបម៉េចព្រោះអីខ្ញុំបានរៀនឬចែករំលែកបងប្អូនទាំងអស់ហើយថាការគិតរបស់អ្នកមានធម៌ពលការគិតរបស់អ្នកមានកម្លាំងរំញ័រការគិតរបស់អ្នកមានរលកហ្វ្រេកង់មាត់របស់អ្នកគឺជាមាត់ដ៏ស័ក្តិសិទ្ធិមាត់របស់អ្នកអាចធ្វើឲ្យជីវិតរបស់អ្នកផ្លាស់ប្ដូរអញ្ចឹងមិនរួយមិនបាត់ course មួយដែលមានឈ្មោះថាភាសាចក្រវាលទេ course មួយដែលមានឈ្មោះថាភាសាចក្រវាលម៉ែចូលទៅដូរភាសាលុយក្នុងហៅប៉ៅដូរការគិតលុយក្នុងហៅប៉ៅដូរវាមិនមែនវេទមន្តអីអូយស្អីណាអូមអាមមកពីណាព្រោះអីរាល់សម្ដីរបស់មនុស្សមានធម៌ពលរាល់ការគិតរបស់មនុស្សមានកម្លាំងរលកហ្វ្រេកង់រលករំញ័រដែលគេហៅថា vibration អញ្ចឹងសួរថាបើសិនជាបងប្អូនដឹងឬមិនដឹងធ្វើការអូតូតើបងប្អូនរើសនឹងធ្វើឬរើសនឹងមិនធ្វើវាអត់ចំណាយលុយការស្រូបលុយមិនមែនត្រូវបងប្អូនត្រូវแบบគេហៅថាម៉េចទៅលុបដំខ្លួនឯងឲ្យលឹះមុនអូហូដៃ100មែនទេចំពោះខ្ញុំផ្ទាល់បទពិសោធន៍ខ្ញុំផ្ទាល់ណាក់ថ្ងៃដំបូងដែលផ្លាស់ប្ដូរជីវិតគឺខ្ញុំផ្លាស់ប្ដូរការជឿរឿងលុយហើយសុំចែក key ខទី1ចាអូចង់ចែកអាកំងលុយបែប5ថ្ងៃឃើញផលហើយចាំមើលចាំដេក្រោយដេនេះសុំបែបទៅនេះសិនទៅសອບនេះសិនចាវាត្រូវមាន key ពីសອບទៅសិនអញ្ចឹងតិចទៀតដេក្រោយនឹងលបងអ្នកទាំងអស់គ្នាស្រូបលុយក្នុងរយៈពេល5ថ្ងៃចុះអត់រត់ឆាប់បាត់ស្រូបលុយក្នុងរយៈពេល5ថ្ងៃចាជំនឿបកគលដាក់ហើយចាអ្នកណាជឿក៏ជឿមិនជឿក៏អត់អញ្ចឹងមុននឹងអ្នកខ្លាចជាកម្មសិទ្ធិនៃភាពស្ដុកស្ដំឬអ្នកនឹងខ្លាចជាកម្មសិទ្ធិនៃលុយចំនួនប្រមាណ mindset ឬការគិតរបស់អ្នកត្រូវតែដឹងថាខ្លួនអ្នកឬតម្លៃនៃអ្នកឬជីវិតនៃអ្នកនេះវាស័ក្តិសមនឹងចំនួនទឹកលុយប្រមាណតែគាត់ដឹងវ៉ាវតែគាត់ដឹងថាខ្លួនឯងស័ក្តិសមនឹងចំនួនទឹកលុយប្រមាណតែគាត់ដឹងថាខ្លួនឯងស័ក្តិសមនឹងទឹកលុយចំនួនប្រមាណអ្នកគិតថាអ្នកស័ក្តិសមនឹងទឹកលុយចំនួនប្រមាណអ្នកមិនមានសិទ្ធិចំពោះទឹកលុយអូអានេះនិយាយក្នុងខុសចឹងថ្ងៃដំបូងដែលខ្ញុំប្រើច្បាប់ស្រូបទាញខ្លួនខ្ញុំអ្វីដែលខ្ញុំគិតថាខ្ញុំស័ក្តិសមនឹងទទួលយកអ្វីដែលខ្ញុំស័ក្តិសមនឹងភាពស្ដុកស្ដំខ្ញុំទទួលបានគឺលុយ10000មនុស្សនឹងបាននៅអ្វីដែលមនុស្សគិតថាខ្លួនឯងស័ក្តិសមវ៉ាវដូចខុសអីនេះដូចដាក់ចិត្តទៅថៃមិនដឹងមនុស្សនឹងទទួលបានអ្វីដែលគិតថាខ្លួនឯងនឹងស័ក្តិសមចំនួនទឹកលុយភាពស្ដុកស្ដំនៅក្នុងโลกនេះក៏ដូចគ្នាបើសិនជាអ្នកគិតថាខ្លួនអ្នកស័ក្តិសមនឹងលុយ10000លុយ100000ឬលុយ10000ខ្មែរឬលុយ10000ដុល្លារអ្នកនឹងអាចគ្រប់គ្រងវាបាននៅថ្ងៃណាមួយបើសិនជាអ្នកនឹកគិតសាំទទួលដឹងហើយអារម្មណ៍នេះវាទទួលយករួចទៅហើយអ្នកនឹងបានមកយ៉ាងឆាប់ព្រោះអីម្នាក់ដែលរៀនច្បាប់ស្រូបទាញមិនមែនតែហាត់ខ្យល់ទេមនុស្សម្នាក់មានកាតព្វកិច្ចមានការងាររៀនខ្លួនអញ្ចឹងលុយវាស្រូបមកតាមនឹងដល់ពេលចក្រវាលនឹងចាក់រៀងមកដល់មុខផ្ទះម៉ែរួចតែនិយាយថាលុយគឺជាអ្វីដែលមនុស្សស្រូបបានងាយជាងគេបំផុតអញ្ចឹងអ្នកសួរខ្លួនឯងមើលខ្លួនអ្នកស័ក្តិសមនឹងចំនួនទឹកលុយប្រមាណបើសិនជាអ្នកចង់ហៅលុយមកចូលក្នុងជីវិតអ្នកបើសិនជាអ្នកចង់ស្រូបទាញលុយចូលមកក្នុងជីវិតអ្នកត្រូវដឹងនៅក្នុងខ្លួនអ្នកសិនថាខ្លួនអ្នកម្នាក់នេះស័ក្តិសមនឹងលុយប៉ុន្មានតម្លៃនៃខ្លួនអ្នកគួរតែមានលុយប៉ុន្មានខ្ញុំរងថ្ងៃស្មាតទៅកុំសាយកុំយំកុំតវ៉ាកុំថាព្រោះបំណងប្រាថ្នាអ្នកណាបំណងប្រាថ្នាអ្នកនោះអត់មានក្តៅក្រហាយអ្នកណាអត់មានរស់ស៊ីខុសច្បាប់ចំពោះខ្ញុំរាល់ថ្ងៃខ្លួនខ្ញុំគិតថាខ្ញុំស័ក្តិសមនឹងលុយ100លានដុល្លារនៅពេលដែលអ្នកគិតថាអ្នកស័ក្តិសមនឹងគូគប់អ្នកនឹងទទួលបានបងប្អូនពិចារណាមើលឧបមាថាគូម្នាក់ហ្នឹងអ្នកគិតថាអ្នកអត់ស័ក្តិសមនឹងម្នាក់ហ្នឹងតែអ្នកថ្ងៃក្រោយទៅអ្នកនឹងបានម្នាក់ហ្នឹងមកគ្រប់គ្រងធ្វើប្តីឬធ្វើប្រពន្ធអត់ផ្ទះមួយហ្នឹងវាធំពេកសម្រាប់ខ្ញុំមិនស័ក្តិសមនឹងនៅទីហ្នឹងអ្នកក៏មិនហ៊ានគិតអ្នកក៏គ្មានថ្ងៃបានទៅនៅផ្ទះហ្នឹងការងារខ្ញុំប៉ុណ្ណឹងមនុស្សមើលនឹងភ្នែកការងារខ្ញុំប៉ុណ្ណឹងសមត្ថភាពខ្ញុំប៉ុណ្ណឹងខ្ញុំរៀនបានប៉ុណ្ណឹងខ្ញុំស័ក្តិសមនឹងលុយ10000ដុល្លារហ៎ខ្ញុំមិនស័ក្តិសមទេខ្ញុំស័ក្តិសមអីបាត់ជីវិតបែបរៀលតែខ្ញុំពីមុនចឹងខ្ញុំស័ក្តិសមនឹងអីប្រើកម្លាំងបាយព្រោះអីហេតុផលគឺខ្ញុំអត់ចេះដឹងខ្ញុំអត់ចេះអក្សរជ្រៅជ្រះខ្ញុំចេះបានតាមមកអានកុំឲ្យគេបោកបានថាអូទៅកំពង់សោមថាទៅកពតអីចឹងតែខ្ញុំអត់ស័ក្តិសមនឹងលុយខ្ញុំមិនដែលហ៊ានប្រាថ្នានឹងមានលុយ100000ទេបងប្អូនលុយ100000ដុល្លារកាលនៅពីមុនមិនទាន់រៀនច្បាប់ស្រូបទាញយើងអត់ដឹងហ៎អូខ្ញុំមិនស័ក្តិសមទេហើយក៏មិនដែលហ៊ានគិតទៀតមិនហ៊ានគិតទេឬក៏និយាយគេនិយាយ100000អូយ100000ច្រើនមែនហ៎អូជាតិនេះនឹងស្គាល់អត់ទេជាតិនេះបើមិនស្គាល់អត់ទេខ្ញុំងងជាតិនេះគ្មានវាសនាជាតិនេះគ្មានវាសនា
đai giấy ấy bị mong nhầm giấy lằng sắc của em ngọt hay chết đi nhầm khmiên việt na lư tờ lôi đập ngơn lư tờ lôi prang ngơn nhòa sạch trượt trượt vậy ôi khmiên việt na tên bà giấy đó là đa tranh đó nàng giấy lôi bù đập ngơn ok miền cọp dương cầm giấy mười kê dương về mình đo ok trả lời cái chồng này nàng giấy con biết giấy cho cha nhom xạ xong nên chừng nước tật lôi để nhom cất hơi ngay anh cất ô hồ cô thật chỉ vật nhom xạ xong con liên được nên lời nạp đằng này sòng khăn chặt của bà chặt riêng máu pe về liên mặt đó bàn ấy cho bóng ổn xạ xong được ọt hiền bậc na ọt hay cất thà vì xong được luôn dương ọt vì xong được chỉ vật môi đi ọt nè kha còn đây lực đồng can chỉ vật luôn đấy mình mới nói bóng ổn sòng máy phục peแบบchặt smoke tài xua thả con tại cất thả luôn ai xạ xong đừng miên sất chụp pu lôi vào phân năng mấy miên sất theo khai chỉ mình đứa mình đấy mấy con là cất thả nhom xạ xong đừng lôi mà bơn đi bơn được lá nó đi khâu cho bắp hả hay việt tơ kha này na kha việt thôi này na chưa chắc kha việt thôi này naแบบการปกมันหรือviệt thôiเนี่ยนะแบบสลับไปอย่ากระสดับอ๊อเต๋จำนวนเลยมาเมินปีเมินตัวไปยังปรัชนาหรือมันปรัชนายังมาทัวร์ไอ้กระดาษกับไฮเนี่ยนะยังมาทัวร์ไอ้ปากกวางเนี่ยนะแต่เนี่ยดังเตะทางรวมจัดระบาดเนี่ยหรือจัดวิญญาณมวยนังวิสาสัตบังพอดนึกไปแต่เนี่ยกระถางเนี่ยสะสมเนี่ยปรัชนาเนี่ยเชื่อฐานเนี่ยหนังอัดครบโครงหรือเนี่ยกูกวาดหนึ่งลอยจำนวนนังเนี่ยตรงแต่เงินเพลาแต่เนี่ยอัดโรคลอยจำนวนนังบ้านนักไงนามวยไงนามวยมันโยลกาโรงจำระบาดเนี่ยครับบางคนก่อนที่จะมาโซเฟียเมนตายในไปแต่กวาดลือเนี่ยนานหรือยี่โอ้ปีลอยเป็นไหนกวาดได้ก็ถ้ากวาดมินเสร็จแต่กวาดกระถาโอ้ยมเติมแต่ดำหนังใจหรือก็แบบโกนกรมเป็นไหนจงจับก็เอาตัวบานเองจีบกวาดนั่งแบบใดลวดดัดแต่บางคนนั่งแบบจับโกนเสือบอกยมหรือดำหนังบอกยมเนี่ยในกระถาคุณไอ้สะสมเอาไว้ในยมใหญ่บางคนนั่งแบบจับยมทลบโคชิ่งดำหนังยมจนวันปีในชั้นปีป้อนดับบ่อยลงคายดับมวยอะไรเป็นดับมวยคายเป็นบุญคายดับบางคนนั่งแบบจับยมบัตรเวิร์กช็อปตึกอมรักดาวสะสดให้ประตูมองเตียดมันเนี่ยล้างเมาส์ยมปรับเนี่ยคนไอ้สะสมหนึ่งลอยดับหมื่นคนไอ้สะสมหนึ่งลอยบอกไพ่หมื่นยมกรอนแต่เจียนเนี่ยนัวมั้ยยมกรอนแต่เจียนเนี่ยบ้าเคลิ้มแต่สู้ถาดวงจัดบอกวัดเชื่อหรือไม่เชื่ออันนั้นคือบอกวัดอะไรยังมาดังนี่แต่เนี่ยได้เชื่อโดยไม่เลี้ยงท่าไม่ไงนั่งไหมท่าคนซ้ำลอยดับหมื่นแต่บอกคนกระถังดับหมื่นชนะตั้งแต่เปย์สับคนบางจัดตัวคนเชื่อปลุกคนเชื่อถามวัดไม่สะสดบอกคนนั่งไหมจุ่มเนื้อวินเนอร์ไอ้ตรังท่าเชื่อเนี่ยครับเฮ้ยเชื่อคนไอ้อันนั้นแต่เชื่อเนี่ยครับเนี่ยคนไอ้จะดียมปรับตั้ง50,000มาเลี้ยงในครูซีนามาไพ่30,000โอ้ยยมเชื่อเหมือนเดิมเนี่ยเป็นยังไงโอ้โหโยตัน30,000ไพ่30,000แต่วันไพ่30,000 40,000 50,000มาเลี้ยงคีย์เวิร์ดสำคัญปีมนกวาดเหมือนเชื่อเลยแต่กวาดมาเชื่อไอ้เดินก่อนกวาดมาเชื่อยมเนี่ยปะกวาดมีสักทีเลยยมจัดดวงจัดบอกกวาดจับดามบางค่ะเอ๊ะหมายตัดหันมีสักกรงหนึ่งเลย10,000มาไพ่10,000เนี่ยน่าจำบ้านซุปเปอร์จนวันปีจนวันมวยจนวันปีจำบ้านใช่ปะหนักไงยมโคชิงจุดจะเลื่อนจะไปเนี่ยได้บาวดวงจัดกวาดบาวกวาดตัวจำนวนลอยตึกลอยหนึ่งเลิกเอาไว้เดี๋ยวยมใหญ่เดียวเนี่ยดังออกsubconscious หรืออนุสัมปันจิตរបស់អ្នកឬដួងចិត្តដ៏មុតស្រួយរបស់អ្នកនៅពេលដែលវាជឿឬវាបានទទួលអ្វីហើយចក្រវាលuniverse នឹងចាត់ចែងគ្រប់យ៉ាងមកដល់ដោយមិនដឹងខ្លួនណាក់ខណៈពេលណាមួយបែរដូចតែប្រាប់អ្នកទាំងអស់គ្នាថាកុំខ្វល់ពេលណាម៉ោងណាថ្ងៃណាវានឹងមកដល់ដូចខ្ញុំជីវិតខ្ញុំអំឡុងពេលនេះខ្ញុំមិននិយាយឡុងពេលនេះខ្ញុំនិយាយគោលដៅខ្ពស់បំផុតនៃជីវិតខ្ញុំថាខ្ញុំសាកសមនឹងលុយពាន់លានបងប្អូនដឹងហេតុអីខ្ញុំដាក់ឈ្មោះឆ្កែខ្ញុំអាពាន់លានហ្នឹងព្រោះខ្ញុំគិតថាខ្ញុំវាសាកសមវាគូគាត់វាគូគួនទោះបីអ្នកណាសើចចំអកខ្ញុំក៏ដោយអូយមីនាងឯងមកពីបាត់ណាមីនាងឯងក៏ហ៊ានមិនចាខ្ញុំសុខចិត្តឲ្យអ្នកថាខ្ញុំតែខ្ញុំខុសដែរខ្ញុំមានក្តីសម័យជីវិតខ្ញុំទៅមុខទៀត20ឆ្នាំ30ឆ្នាំ40ឆ្នាំទៀត50ឆ្នាំទៀតព្រោះខ្ញុំទៅអាយុ30អ្នកណាមើលឃើញថាខ្ញុំនឹងជួបអីជីវិតខ្ញុំនឹងត្រូវអីតែខ្ញុំត្រូវតែបោះបើដួងចិត្តរបស់ខ្ញុំទទួលយកខ្ញុំគិតថាខ្ញុំគូគួនសាកសមខ្ញុំដាក់ឈ្មោះអាពាន់លានប្រហែលឆ្នាំហើយពាន់លានមិន3ឆ្នាំមកនៅមួយខ្ញុំ3ឆ្នាំតាំងពី2020 2019មកនៅទាំងនេះអត់ទេ2020ខែ2អញ្ចឹងវា2ឆ្នាំជាងហ្នឹងនៅទាំងនេះជិត3ឆ្នាំអេ2000ម៉ាននេះផ្លេចបាត់ហើយខ្ញុំគិតបងប្អូនដឹងអត់នេះហើយជា keyword នៅក្នុងចិត្តខ្ញុំនេះហើយគឺជា key ពិសេសសម្រាប់ជីវិតខ្ញុំអត់ខ្វល់នឹងអ្នកណាមកជួយចិត្តស្អិតទ្រូងអូយចែនឹងស្អីចែមានដីប្រហែលកន្លែងចាមិនច្រើនទេចាមិនច្រើនទេចែមានលុយប្រហែលរាល់ថ្ងៃវាឯងសម័យយ៉ាងហ្នឹងចាអត់ច្រើនទេតែវាជាក្តីសម័យរបស់ខ្ញុំវាគឺជាការប្រាថ្នារបស់ខ្ញុំដួងចិត្តរបស់ខ្ញុំវាទៀមទាហើយវាគិតថាខ្លួនខ្ញុំនឹងមានសិទ្ធិខ្លួនខ្ញុំនឹងស័ក្តិសមព្រោះខ្ញុំអត់ត្រូវចំណាយដើមទុនបើខ្ញុំមានបំណងប្រាថ្នា1000លានខ្ញុំចាំបាច់យកលុយ100លានទៅទិញ1000លានហ្នឹងមកអត់ទេព្រោះដួងចិត្តមួយនេះវា free ដួងចិត្តមួយនេះវា free ដួងចិត្តមួយនេះវា free ចក្រវាលមួយនេះ free ពេលណាម៉ោងណាថ្ងៃណាខ្ញុំអត់ខ្វល់